xài chẳng hết á hay ní cứ bông ôn score lẽ ní cứ đào đủ hay sập bảo viên nó cứ dân hạt dọc từ tua tiên mùi lúa trà trên lệ cân nặng bánh cháo trà ngắn nhá anh mình tan hay nên ní ở pe bông prong bông sấy cái nhóm ní cứ trộn trưởng sang mình tan là hốt đó ăn miên này là đam nó bị trên tận đông bật to này hay là cái rán á thì anh ấy ngắn nhá khăn biết sẽ điếng mình lú chắc chắc và xa trà phân tái ở chụp thề nhưng do từ phơi trên lúa trà phơi trên lúa chọc này chọc ấy có chăng anh đây bông ôn bánh chao nhà bánh chao ấy chăng anh nhà hay bông ôn ở lờiนี้ខ្ញុំសុំប្រាប់បង្ហាញអំពីចាផ្លែឈើប្រភេទផ្លែឈើមកប្រភេទដែលវាសឹងតែកម្រហើយហើយអានេះយើងយកមកទទួលទានជាមួយនឹងប្រហុកច្រាំស្ករបងប្អូនស្គាល់អត់នេះល្អមែនតើហ្មងណាចាល្អមែនតើបងប្អូនស្គាល់អត់អានេះយើងហៅថាផ្លែល្វីចាល្វីណាហើយនេះផ្លែច្រើនណាស់អត់មានអ្នកណាយកទៅធ្វើស្អីទេនេះមានសុភាសិតមួយគេថាម៉េចមានវិជាខ្វះចរិយាដោយបុប្ផាខ្វះគុណធាហើយដល់ពេលមានចរិយាខ្វះវិជាដោយផ្លែល្វីល្អតែក្រៃយើងមើលផ្លែល្វីល្អតែក្រៃដោយសារក្នុងហ្នឹងមានមមុងតាមពិតវាចាស់នេះចាស់ផ្នែកគូតនេះក្នុងហ្នឹងមានមមុងនេះអញ្ចឹងល្អតែក្រៅខាងក្នុងនេះកញ្ញត់អញ្ចឹងបាទខ្ចីខ្ចីអីចេះអីយើងយកមកញ៉ាំមួយខ្ចីហ្នឹងហើយជ្រក់ប្រហុកឆៅប្រហុកច្រាមញ៉ាំតែមួយអំបិលបន្តិចក៏ឆ្ងាញ់ដែរ the best បដ ாய் រសជាតិវារៀងចាប់តិចចាអញ្ចឹងឆ្ងាញ់ណាតបមួយស្វាយមួយឬក៏របស់អីជូរក្តាប់អំពិលអីអញ្ចឹងទៅឆ្ងាញ់មិនថាមិនទេថ្ងៃនេះដោះចោលណាប៉ុន្តែខ្ញុំឃើញហើយហាងម្ជូរនៅពេញហ្នឹងហ្នឹងហើយហាងម្ជូរឃើញហាងម្ជូរធំអីហ្នឹងភាគច្រើនគាត់មានហើយលវីផ្លែល្វីទៅអូនចាសាកសបាយថាផ្លែនេះហើយជិះយន្តហោះមកពីអាមេរិក1គីឡូហ្មងនេះអានេះសរសៃ10វាជាងបូកពុន2-3ដុល្លារទៀតទៅអាចឡើង20អីចឹងណាហ្នឹងហើយសេវាដឹក2ដុល្លារទៀតទៅឡើង20ជាងទៅឆ្នាំខ្លះទេវតាសោយផ្លែល្វីអីរត់ទិញអត់បានទេ1គីឡូ40000អីឃើញហាងម្ជូរហ្នឹងមានគាត់មានលក់ដែរវានេះល្អតាយើងកាលណាយើងអត់ព្យាយាមប្រមូលផលទេរុក្ខជាតិអស់ហ្នឹងវាទៅជាអត់មានប្រយោជន៍ត្រូវទេហ្នឹងហើយឥឡូវបងប្អូនចង់បាននេះតម្លាក់លេខតម្លាក់ទីតាំងតម្លាក់តលេខមកក៏បានដែរអូនអត់អី location បងភីនឲ្យចង់មកបេះហ្នឹងហើយចង់មកបេះចង់អីមកហើយចាំ free ស្អីគេស្លឹកកភ្លូហ្នឹងហើយបាវម្នាក់ហើយមកទៅធៀមខោខ្លីមកផងព្រោះនៅក្រោយខ្នងហ្នឹងហើយក្រោយខ្នងខ្ញុំហ្នឹងគឺមានលីហើយនឹងខ្ចៅសម្បូរចង់បានសពគ្រប់បែបយ៉ាងមាននៅមលុបលមុតតិចចិត្តឧបត្ថម្ភធំដល់ពេលនេះថាមលុបលមុតតិចចិត្តកន្លែងបងខេងហើយនឹងមានអាហារច្រើនប្រភេទអត់តាអាហារណាអត់មានទេបើបងប្អូនកំងអាហារណាមានគឺមានបដ ாய் ស្អាតអូនស្អាតយើងសម័យថាអានេះបើសិនជាប្រភេទតាពាំងបៃជូមកពីបារាំងមកពីអីវិញណាអានេះយើងអាចយកឆ្នៃធ្វើអីបានទៀតទេក្រៅពីជ្រលក់ប្រហុកជ្រលក់អំបិលអីណាសូមដល់លើអានេះចាស់បុរាណយើងពីដើមអីគាត់អាចនេះគាត់លក្ខណៈអាចយកត្រាំស្រាអីបានអូនធ្វើជាថ្នាំអីចឹងណាអត់ដឹងហ្នឹងហើយដូចមិនតាន់មានប្រភពថាក្រៅពីយើងជ្រលក់ប្រហុកឆៅជ្រលក់អំបិលជ្រលក់អីធ្វើអីផ្សេងបានទៀតណាហ្នឹងហើយបើបងប្អូនណាដឹងអាចយកធ្វើអីផ្សេងក្រៅពីមុខនឹងទៀតបានចាំជួយ comment ប្រាប់ផងបងប្អូនណាហ្នឹងហើយយើងចែកម្លែកអស់គ្នាឲ្យក្មេងជំនាន់ក្រោយបានឃើញកុំភ្លេចមកលេងមលុបលមុតតិចចិត្តអាហារដ្ឋានរបស់បងខេនិងចៃឆាប់អរគុណជម្រាបលាបងប្អូន